មួយរយៈនេះគឺថាខាននៅកំពង់ចាមរៀងយូរដែរដល់ពេលឥឡូវគឺថាបានមកដល់កំពង់ចាមទីសភាពស្អាតខ្លាំងណាស់បងប្អូនអើយនិយាយពីថាពេលដែលទឹកស្រកទៅគឺថាទីសភាពគឺថាអូយមើលហើយគឺថាឈឺបេះដូងហ្មងចង់ទៅនៅហ្នឹងទេនេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទប្រូតេថ្ងៃនេះគឺថាជាមួយនឹងពូម៉ាក់ម៉ានអ្នកនេះគឺថានាំគ្នាដើរលេងបាទថ្ងៃទៅលេងនៅខាងកោះប៉ែនេះណាគឺថាខានមកកំពង់ចាមរៀងយូរហើយអញ្ចឹងក៏នាំគ្នាទៅអង្គុយញ៉ាំកាហ្វេអញ្ចឹងទៅហើយឥឡូវដែរគឺថាយើងកំពុងតែជិះលើស្ពានណាហើយហ្នឹងហើយប្រូ MT របស់យើងឥឡូវគឺថាគេឡើងគីឡូមែនតើបាទគឺថាប្រើ17ប្រម៉ែតែម្ដងណាឥឡូវកាត់មកវីដេអូរបស់យើងវិញឥឡូវគឺថាចោះពីលើឡានមកគឺថាតិចខ្លាំងមែនតើបងប្អូនហើយតិចដូចភ្នំភ្លើងអញ្ចឹងអត់ឲ្យតិចយ៉ាងម៉េចបាក់កដាថ្ងៃម៉ោង2 10ថ្ងៃត្រង់គឺថាក្តៅមែនតើហ្មងប្រៃមានសង្សារនៅប្រប្រៃប្រូតេមានសង្សារនៅមានតែគូនដឹងមានគូនដឹងហ៎ចេះអត់ single លេងមុនអញ្ចឹងណាទៅវាយឡើងទៅ single ហើយអូអញ្ចឹងណោះឡើយនេះមនុស្សស្មោះមើលតែប៉ុណ្្នឹងដឹងហើយឃើញគាត់ទៅសួរប្រាប់ត្រង់ហ្មងអញ្ចឹងណាហើយតែគេមានគូនដឹងនិយាយពីថាពេលខ្លះទៅចំណែនគេដែរបាទតាមដឹងធ្វើមិនទេខ្ញុំម្នេះវិញគេសួរថាការដល់គោណាកាត់បើគេបោករហូតដល់ការដល់គោអញ្ចឹងមានតែចាំមើលទាំងអស់គ្នាទេហើយឥឡូវងាកមកមើលទីសភាពនៅរោងកាហ្វេរបស់យើងវិញគឺថានិយាយពីថាទីសភាពវិញគឺថាស្អាតញាក់តែម្ដងណាហើយនឹងហើយបន្ទាប់ពីមើលទីសភាពនៅខាងលើខ្ញុំក៏បានដើរចោះទៅខាងក្រោមអីអញ្ចឹងទៅដោយសារតែនៅខាងក្រោមមានកន្លែងអង្គុយលេងអីស្អាតដែរអីអញ្ចឹងណាហើយចោះមកដល់ភ្លាមគឺថាវ៉ាវតែម្ដងដោយសារតែទីសភាពស្អាតពេកបងប្អូនអើយនិយាយពីថាសម្រស់នៅក្រោមស្ពានកោះប៉ែនរបស់យើងវិញគឺថាស្អាតញាក់តែម្ដងណាបាទនេះអូ my god គឺថាស្អាតខ្លាំងមែនតើហើយឥឡូវដែរគឺថាខ្ញុំកំពុងដើរចោះទៅខាងក្រោមអីអញ្ចឹងទៅបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទចោះមកខាងក្រោមពាក់វ៉ែនតាដោយសារតែក្តៅពេកខ្ញុំនៅរតនគិរីយូបងប្អូនពេលដែលខ្ញុំបានមកដល់ខេត្តកំពង់ចាមហ្នឹងហើយខ្ញុំមានអារម្មណ៍ថានៅកន្លែងហ្នឹងគឺថាស្អាតមែនតើបងប្អូនបាទខ្ញុំខាននៅហ្នឹងប្រហែលជា3 4ខែខ្ញុំទៅថតនៅរតនគិរីវិញអញ្ចឹងណាដោយសារតែពេលដែលខ្ញុំនៅកំពង់ចាមហ្នឹងទៅរបៀបថាវាអត់សូវមានកន្លែងថតដោយសារតែខ្ញុំនៅនឹង2ឆ្នាំហើយបងប្អូនអញ្ចឹងឥឡូវហ្នឹងគឺថាពួកខ្ញុំបានដូរទីតាំងទៅថតនៅខាងរតនគិរីដល់ពេលអញ្ចឹងទៅយូរខ្ញុំបានមកម្ដងទេហើយមកនឹងដែរហ្នឹងគឺថាពេលដែលយើងមាន event នៅពេញនៅអីអញ្ចឹងណាអញ្ចឹងមកដល់គឺថាយើងត្រូវឈប់កេញនៅកំពង់ចាមហ្នឹងឯងដោយសារតែADM គាត់មានគ្រួសារគាត់នៅខាងកំពង់ចាមអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំម្នេះវិញខ្ញុំជាតួសម្ដែងអញ្ចឹងបើសិនជាADM ដាក់ខ្ញុំទៅខាងណាខ្ញុំទៅខាងហ្នឹងអញ្ចឹងរបៀបអញ្ចឹងធម្មតាយើងជាតួសម្ដែងគេឲ្យទៅខាងណាត្រូវទៅខាងហ្នឹងហើយអញ្ចឹងណាហើយមករយៈហ្នឹងដែរគឺថា ADM អត់បាននៅដូចមុនទៀតទេដោយសារតែ ADM ឥឡូវគឺគាត់នៅកំពង់ចាមហ្នឹងទេគាត់នៅមួយគ្រួសារគាត់នៅហ្នឹងអញ្ចឹងណាហើយ MT ក៏គាត់មានគ្រួសារនៅរតនគិរីដែរហើយនៅទៅគេឲ្យទៅខាងណាទៅខាងហ្នឹងសិនទៅបើថ្ងៃណាមួយមានគ្រួសារយើងមិនប្រកាសថាយើងបាននៅជាមួយគ្នារហូតទេធម្មតាមនុស្សយើងជីវិតយើងមើលមិនទៀងណាពេលខ្លះយើងមានប្រពន្ធរៀងខ្លួនអនាគតទៅយើងបែងចែកគ្នាក៏មិនដឹងអីក៏មិនដឹងអញ្ចឹងណាតែសំខាន់បច្ចុប្បន្នគឺយើងនៅធ្វើការនៅនឹងឯងADM ដាក់ឲ្យទៅនៅមួយ MT នៅមួយ MT នៅមួយ ADM អញ្ចឹងទៅបាទដល់កបដល់ហើយមកដល់កំពង់ចាមនឹងភ្លាមគឺថាជាពិសេសគឺវាពិបាកចិត្តបន្តិចដោយសារអីអនុស្សាវរីយ៍នឹងច្រើនអញ្ចឹងពេលខ្លះខ្ញុំក៏ចង់មកកំពង់ចាមហ្នឹងមិនមែនថាស្អប់ទេតែពេលដែលខ្ញុំមកអញ្ចឹងទៅខ្ញុំពិបាករស់នៅមកឥឡូវហ្នឹងពេលថាយើងអត់ទាន់ធ្វើចិត្តបានណាហើយបងប្អូនទីសភាពនឹងស្អាតខ្លាំងបងប្អូនមើលបាននេះជាពិសេសស្ពានកោះប៉ែនហ្នឹងតែម្ដងណាហើយខ្ញុំនឹងថតលេងតិចទៀតដើម្បីបងប្អូនទស្សនានឹងហើយបងប្អូនទាំងអស់គ្នាបាទឥឡូវគឺថាយើងបានឡើងមកដល់ខាងលើវិញហើយបាទគឺថាក្តៅមែនតើបងប្អូនបាទហើយបន្ទាប់មកខ្ញុំក៏បានចូលរោងកាហ្វេ1997ណាគឺថាមកអង្គុយញ៉ាំអីម្នាក់មួយកែវអីចឹងទៅហើយក៏មកសភាគ្រូតូចរបស់យើងលេងបន្តិចបន្តួចអីចឹងហើយនឹងហើយបងប្អូនទាំងអស់គ្នាបាទចំពោះវីដេអូដែលថតថ្ងៃហ្នឹងគឺថាមានតែប៉ុណ្្នឹងទេបាទចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយៗទៀតណាហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូថ្មីៗបងប្អូនទស្សនាលេងអីចឹងទៅហើយខ្ញុំបាទប្រូតេក៏សូមអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ផងដែរចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយ